สรุปទាំងអស់5436យន់ទូរស័ព្ទអីគេនេះមិនក៏ខ្លាំងម្លេះចេះលេខនៅហ្វុនទៀតមីងមើលត្រូវអត់ អូអត់ខុសទេជាង5000យន់នេះអាចទិញអង្ករនិងម្សៅបានប៉ុន្មានគីឡូមីងលូមកហើយលើកនេះចង់ទិញអីដែរចង់ទិញម្សៅមីនិងអំបិលបានមីងចាំបន្តិចអំបិលនៅនេះទាំងអស់មីងចង់បានប្រភេទណាមើលតាមសម្រួលទៅអូយព្រះអើយនេះអំបិលមិនក៏សម្លេះហើយមិនក៏ល្អិតម្លេះអំបិលនេះ1គីឡូថ្លៃប៉ុន្មាននៅយើង50យន់1គីឡូនៅទីនេះអំបិលថ្លៃណាស់នេះមានតែ250ក្រាមទេកន្លះគីឡូមួយយ៉ាងកន្លះមួយយ៉ាងកន្លះអ្នកថាអំបិលនេះថ្លៃប៉ុន្មានមួយយ៉ាងកន្លះមីងអំបិលដែលមីងយកនេះថោកបំផុតហើយបើមីងចង់បានល្អជាងនេះក៏មានដែរ1គីឡូ3យន់3យន់ថោកម្លេះថោកពេកហើយមិនក៏អំបិលនៅទីនេះថោកម្លេះបើខ្ញុំទិញអំបិលពីទីនេះយកទៅលក់វិញអំបិលល្អបែបនេះខ្ញុំនឹងអាចលក់បានថ្លៃហើយគិតអីហ្នឹងលក់អំបិលលួចគេគឺបើប្រឹកធូរណាស់នឹងត្រូវវាយ100ដំបងថែមទាំងជាប់គុក3ឆ្នាំទៀតប្អូនយកអំបិល1យន់កន្លះនេះឲ្យខ្ញុំ20គីឡូបានផ្កាកបាននេះស្អាតណាស់ស្អាតជាងគ្រឿងអលង្ការដែលពួកអ្នកភូមិពាក់ក្នុងពិធីមង្គលការទៅទៀតនេះក៏2យន់ដែរនោះ10យន់បាទខ្ញុំយក2យកទៅជូនសៀវឈាវនិងជីយីពួកគេទាំងពីរអ្នកប្រកាសជាចូលចិត្តហើយកញ្ចក់នេះអាចឆ្លុះមនុស្សឃើញច្បាស់ម្ល៉េះនេះថ្លៃប៉ុន្មានអ្នកទិញគ្រឿងអលង្ការទាំងនោះខ្ញុំនឹងឲ្យកញ្ចក់នេះទៅអ្នកអីមីងចាំបន្តិចយកទៅមីងចៅខ្ញុំមិនហ៊ានយកទេខ្ញុំមិននឹងអាចយកសណ្ដែកបាយរបស់មីងបាននឹងហើយមីងនិយាយពីមុនខ្ញុំតែងតែណែនាំអ្នកឲ្យបែកផ្ទះជាមួយសុងតាជីប៉ុន្តែឥឡូវបែកផ្ទះហើយក៏លែងចប់សាច់ញាតិទៀតខ្ញុំក៏គិតថាខ្លួនឯងខុសចំពោះអ្នកដែរក្រុមគ្រួសារចាស់ក្មេងរបស់មីងទៅមុខយ៉ាងម៉េចទៅអូយដើម្បីរឿងនេះមីងចៅឥឡូវនេះបែកផ្ទះហើយមិនមានប្រាក់ចំណូលប៉ុន្មានទេខ្ញុំក៏ធូរស្រាលដែរខ្ញុំគួរតែអរគុណអ្នកទៅវិញទេនិយាយទៅខ្ញុំនៅមានរឿងមួយទៀតដែលចង់ឲ្យអ្នកជួយគឺដើម្បីសៀវឈាវខ្ញុំដឹងថាប្តីរបស់នាងមានស្រីខាងក្រៅស្អីសៀវឈាវនៅផ្ទះត្រកូលអ៊ូរាល់ថ្ងៃត្រូវបានម្ដាយក្មេកធ្វើបាបយូរទៅគាត់នឹងត្រូវគេធ្វើទារុណកម្មសម្លាប់មិនខានខ្ញុំគិតថាគួរតែឲ្យពួកគេលែងលះគ្នាបើអីចឹងសៀវឈាវនឹងអាចត្រឡប់មកផ្ទះវិញបានគួរតែអីចឹងកូនស្រីរបស់យើងគឺសាច់ឈាមរបស់យើងមិននឹងឲ្យអ្នកដទៃធ្វើបាបបានមីងមានតែមីងទេដែលយកពីខ្ញុំគ្រាន់តែផ្ទះខ្ញុំខ្វះមនុស្សដូច្នេះត្រូវឲ្យមីងជួយអ្នកមានការអីនិយាយមកខ្ញុំចង់ឲ្យចៅយន់និងចៅសៀនជួយខ្ញុំស៊ើបមើលនៅខាងផ្ទះត្រកូលអ៊ូដល់ពេលនោះយើងនឹងចាប់អ៊ូស៊ុនស៊ីនិងស៊ីលហ្វាហ្វូដាក់ត្រែអូបានថ្មីនេះក្មេងប្រុសទាំងពីរនាក់នោះក៏ទំនេរដែរនេះគឺជាលុយពលកម្មសម្រាប់ក្មេងប្រុសទាំងពីរនាក់បើរឿងនេះបានសម្រេចខ្ញុំនឹងឲ្យលុយអ្នកថែមទៀតមីងបើអីចឹងខ្ញុំសូមទទួលហើយកុំបាច់គួរសំពេកឡើយចាងថៅអ្នកនៅផ្ទះទេគ្រូសាត្រកូលចាងជាអ្នកធ្វើឈូសគឺជាអ្នកដោះស្រាយរឿងសពលើកនេះរឿងនេះត្រូវធំហើយអត់គេអត់បានទេមីងលូអ្នកមករកខ្ញុំមិនមែនដើម្បីរឿងមង្គលការរបស់ដាហឺទេឡើយចាងថៅខ្ញុំមករកអ្នកគឺដើម្បីឲ្យអ្នកថ្ងៃស្អែករសៀលទៅជួយរៀបចំពិធីនៅឯផ្សារនិយាយមួយចប់នៅផ្សារពិធីបុណ្យរបស់នរណាខ្វាន់មូទីងនរណាមិនមែនពិធីបុណ្យទេគឺជារឿងអាក្រក់កូនប្រសារខ្ញុំមិនស្មោះត្រង់ទេគាត់បានទៅសំគំនិតជាមួយស្រីម្នាក់ទៀតឈ្មោះស៊ីលហ្វាហ្វូថែមទាំងចង់លែងលះកូនស្រីខ្ញុំសៀវឈាវទៀតខ្ញុំមិនអាចទ្រាំបានទេសូមឲ្យអ្នកទៅជួយរៀបចំពិធីមីងរឿងនេះមិនសមទេ